សួស្តីពុកម៉ែបងប្អូនអរគ្នានេះគឺជារបៀបវេចនំខ្មែររបស់យើងមានទាំងនំត្នោតហ្នឹងហើយមាននំបត់ឈ្នួលប្រៃនិងនំអន្សមចេកអន្សមជ្រូកហើយមាននំគំផងដែរនេះគឺជានំខ្មែររបស់យើងសុទ្ធសាធបងប្អូនណាបាទហើយវីដេអូនេះចង់ចែកអំពីបងប្អូនឲ្យបានទស្សនានៅការវេចនំត្នោតបងប្អូនបាទហើយនំត្នោតនេះលក្ខណៈសំពីផ្លែត្នោតបងប្អូនគឺយើងដុសយកសាច់ត្នោតហើយនឹងម្សៅអង្ករយើងហើយក៏ដាក់ស្ករទៅតាមចំណង់ចំណូលចិត្តបងប្អូនចង់បានផ្អែមចង់បានសាបទៅតាមហ្នឹងហើយមានដាក់ដូងដាក់អីលាយទៅគឺមានរសជាតិកាន់តែឆ្ងាញ់បងប្អូននេះគាត់វេចនំអន្សមមានអន្សមចេកអន្សមជ្រូកហើយថែមទាំងមាននំត្នោតបងប្អូនឆ្ងាញ់ណាបងប្អូនណាបាទហើយគាត់ឧស្សាហ៍ណាគាត់វេចតែម្នាក់ឯងទេ3 4មុខនំនេះបាទចាស់ពីដើមគឺគាត់មានការឧស្សាហ៍បងប្អូនតែក្មេងឥឡូវគេខ្ជិលគេភាកច្រើនគេទិញតែនំហូបស្រាប់អញ្ចឹងណាតែចាស់មុនគាត់ឧស្សាហ៍ធ្វើលក់ធ្វើអីអញ្ចឹងទៅនៅតែមានគាត់ធ្វើលក់ហើយហូហែនំខ្មែរយើងគឺហូបទៅមានសុខភាពល្អបងប្អូនដោយសារទីមួយអត់មានប៉ះពាល់ដល់សុខភាពទេហើយនំយើងអត់មានលាយជាតិគីមីទុកបានយូរបានអីទេនំតែមួយយប់ពីរយប់អីគឺផ្អូមខូចហើយបើយើងហូបមិនអស់បាទដោយសារតែយើងធ្វើពីអង្ករធ្វើពីត្នោតដើមឈើធម្មជាតិសុទ្ធសាធតែម្ដងហើយស្ករសស្ករត្នោតដើមត្នោតយើងឯហ្នឹងបងប្អូនគឺធ្វើពីហ្នឹងសុទ្ធសាធហើយដូងយើងចិត្តតែរបស់ស្រុកស្រែស្រុកចំការយើងហ្នឹងបងប្អូនបាទហើយវិធីវេចគឺវេចងាយបែបហ្នឹងបងប្អូនតែបើយើងឃើញថារបៀបវេចនេះងាយមែនតែបើយើងអត់ចេះកាច់ស្លឹកបត់ស្លឹកអីគឺអាចហ៊ីអាលាក់អាឡាក់បងប្អូនណានេះហើយគាត់វេចលក្ខណៈស្អាតបែបហ្នឹងបងប្អូននេះចង់ញ៉ាំបាទបងប្អូនចង់ហូបចង់ញ៉ាំរបស់ពិតអីគឺអាចមកទីនេះបានបងប្អូនអាចនេះវិធីសាស្ត្រកាច់ស្លឹកបងប្អូនអាចមើលដៃកាច់ស្លឹកមួយហើយក៏ដាក់ម្សៅបាទនេះគឺវិធីសាស្ត្រងាយបងប្អូនអាចយកទៅធ្វើនៅហូបតាមផ្ទះបានទី1យើងត្រូវមានផ្លែត្នោតទុំទី2ត្រូវមានម្សៅអង្ករយើងកិនពីអង្ករយើងមកបានជាម្សៅទី3ត្រូវមានដូងទី4ត្រូវមានស្ករសមានតែ4មុខទៅអ៊ំហ៎ចាបាទមាន4មុខហ្នឹងដែលយើងគ្រឿងផ្សំយើងហើយយើងដាក់លាយចូលគ្នាទៅហើយស្ករតាមបរិមាណដែលបងប្អូនចង់បានផ្អែមបានសាបទៅតាមហ្នឹងទៅបាទនេះកាច់ស្លឹកដាក់បានច្រើនដែរបងប្អូននេះនោះគឺកំពុងតែចំហុយហើយមួយឆ្នាំងហើយបងប្អូនចិត្តឆ្អិនហើយថតឲ្យចិត្តឲ្យបងប្អូនមើលរបៀបកាច់ស្លឹកឲ្យច្បាស់ថាកាច់បែបណាកុំឲ្យស្លឹកនឹងបែកហូរចេញម្សៅនំនេះអញ្ចឹងបងប្អូនអាចមើលដៃគាត់ទៅគាត់កាច់ងាយបងប្អូនតែយើងគិតថាងាយពេលខ្លះយកអត់ចេះកាច់ក៏ពិបាកដែរបត់ស្លឹកបត់អីហ្នឹងឥឡូវអស់ហើយមួយឆ្នាំងនេះចិត្តឆ្អិនហើយបាទចិត្តឆ្អិនហើយឥឡូវបងប្អូនចាំមើលដៃរបស់អ៊ុំស្រីកាច់ស្លឹកមួយទៅចាំមើលហើយគាត់កាច់បែបណាទី1មកកាច់ចឹងមកបត់ងាយបំផុតបងប្អូនតែខ្ញុំកាច់តាមអត់ត្រូវដែរហ្នឹងឃើញងាយមែនតែយើងការងារខ្លះយើងថាងាយតែពេលយើងធ្វើខ្លួនឯងជាក់ស្ដែងធ្វើអត់កើតហើយបានបងប្អូនគឺអស់ហើយម្សៅមួយឆ្នាំងមកកធុនបាត់នេះបាននំទីឆេបងប្អូនណាបាទហ្នឹងវីដេអូនេះបងប្អូនគឺជានំខ្មែរសុទ្ធសាធបាទខេកកម្ពុជាបងប្អូនណាបាទគឺជានំប្រភេទនំខ្មែរសុទ្ធសាធឲ្យបងប្អូនជួយគាំទ្ររបស់ខ្មែរយើងដោយសារតែរបស់ខ្មែរយើងធ្វើចេញពីធម្មជាតិពិតៗចឹងបងប្អូនអត់មានលក្ខណៈជាតិគីមីអីមកលាយឡំទេត្នោតធម្មជាតិដូងធម្មជាតិអង្ករធម្មជាតិបាទនិយាយរួមទៅសឹងធម្មជាតិ 100% តែម្ដងបងប្អូនហើយហូបទៅអត់ខ្លាចប៉ះពាល់ដល់សុខភាពហើមពុះចុកពុះអីទេបងប្អូនហ្នឹងហើយបងប្អូនអាចសាកល្បងធ្វើហូបនៅតាមផ្ទះបានបងប្អូនបាទវីដេអូខ្ញុំមានតែប៉ុណ្ណឹងបងប្អូនណាសូមពុកម៉ែបងប្អូនជួយ
ចុច like ក៏ដូចជាចុច subscribe និងចុចពាក្យជារបស់ខ្ញុំម្នាក់មួយផងបងប្អូនមានវីដេអូប្លែកៗថ្មីៗទៀតខ្ញុំនឹងចែកម្លែកពុកម៉ែបងប្អូនទៅតាមនឹងទៀតបាទសូមអរគុណច្រើន